cho sọc ở hai chứ miền ban phơi ca ấy khăn bên tên tam xe đạch vô xe tam nè xe đạch xe tam ọt bát đấy nè xe tam nó nè bát tà nó thế bên tay lùi tam đấy ọt từng ọt á nè hay miền con mình ban du đây nhận vô mà vay để miền để xa là bay nhá trọp sầm bát ai chặt chôn nộp nông trọp sầm bát để dân thay là xa ban du tôi thì trọp sầm bát nắc ban mau đòi lùm ba ban mau để cạp chi diêm luôn này vay na để ban mau để sưu pe mình du để hay bật lên trên kê khăn hay dân chụp lên rương lên là bánh rương mỏng bởi chanh kê hay chụp nâng ở đây bởi trên kê hay chụp rương đây lưu chẳng đấy đây lấy mạch bàn rương nè tại trên hay chụp kê ở đây đai trình bị vong năng thế nè miền sưu nè bị pro chưa lối ban máu đôi ca sầm lăng rồi pay kia tàu vinh tàu mau miền ban đôi luôn này mình nè nấu sọc tham nó mà đón đôi sẽ thay cho xe co và phân nà này mô tô chi phân tập pi bay ngay đây nằm bàn thì lối nâng chỉ lối cái đau cả hai chỉ lối đây mình ban máu đôi ca prang prang đó là ban máu phliêm việc khơi tháo ọt bả ban máu sưu bay chai hư ha tích ọ chỉ trọp ban mau mình lọ chẳng sầm ma a chỉ vẽ cứ chỉ trọp sầm bát để ban mau để cả khất khom prang prang tam sầm ma chỉ vẽ miên có mình miên pe cro có mình cro pe vì pro hà vây nát để ban mau đôi lục bá chai từ bên cửa dương chạy cực đài mình để trọp sầm bát đấy rồi ngay xung bay tập đây của quân cả đôi đây của quân na để ban kia sưu pe lên kia của sưu đây dương ở lầnนี้គេមានអង្គការលើកកម្ពស់ស្ត្រីអាត្មានិយាយដើមស្រីបន្តិចចុះគេចង់បានសិទ្ធិនារីនឹងឲ្យខ្ពង់ខ្ពស់ប៉ុន្តែអាត្មាថាលើកវាបានខ្ពស់ចំណែកខ្លះដូចជាកិច្ចការងារអានឹងវាបានហើយប៉ុន្តែបើគុណតម្លៃស្ត្រីតែម្ដងអាត្មាថាអត់ថ្លៃទេស្រីរាល់ថ្ងៃតម្លៃស្មើនឹងកុលាបមួយទងទេកាលពីបុណ្យស្អី Valentine Day ថ្ងៃមុននេះបុណ្យសង្សារគេនេះដោយសារតែកូឡាបមួយទងប៉ុណ្ណោះម៉ែអូមិនតាន់បានស៊ីស្លាមលូនតិចផងថោកណាកូឡាបមួយទងអូខេយល់ច្រឡំអំពីអត្តន័យបុណ្យនៅស្រុកគេណាអាត្មាទៅស្រុកគេពេលបុណ្យហ្នឹងគេនាំគ្នាធ្វើ donation គេនាំគ្នាជួយមនុស្សយើងវានិយមន័យឲ្យខុសវាគិតតែរឿងសង្សារវាអត់ដូចនិយមន័យដែលគេធ្វើគេអត់ធ្វើចឹងទេស្រុកគេដែលគេអ្នកបង្កើតប៉ុនហ្នឹងគេអត់ធ្វើដូចយើងវាច្រើនតែពលកតុធ្វើវាអត់ដូចគេវាជ្រុលជាងគេណាហើយមិនដឹងខ្មែរតាណាទេរាល់ថ្ងៃនិយាយពីការខ្មែរវាត្រូវមានកាត់ខាន់ស្លាវាត្រូវមានចងដៃអីណាហើយការឥឡូវនេះដូចបន្លែកាត់អស់ហើយការឥឡូវហ៎បន្លែកាត់អស់ហើយចាសម្លៀកបំពាក់អីសហើយស្លៀកទៅអូសខ្លួនឯងរួចគេជួយទាញពីក្រោយទៀតនោះអាស្អីអា2 3ម៉ែត្រទូទៀតអាហ្នឹងខ្មែរដែរអីអាហ្នឹងមែនទេមិនមែនទេនឹងឲ្យថ្លៃទៀតណាអានោះហ្នឹងអាថ្មមិនដឹងថាមិនទេជាថាទៅមកគឺចេះធ្វើចឹងមិនមានពាក្យឲ្យអាត្មាថាហើយហ្នឹងហើយដែលអាត្មាហ៊ានថាហ្នឹងដោយសារញាតិញោមខ្លះចាស់សល់ពីមុនដឹងរឿងថាខ្មែរធ្វើយ៉ាងម៉េចដែលសម្គាល់ថាខ្មែរនោះណាពីមុននឹងបានកូនកំមុំគេមួយយូរឯតាហ្នឹងសឹកក្បាលជង្គង់ហ្នឹងគេយកទៅប្រើហើយធ្វើមិនស្រួលគេផ្ដាច់ទៀតមែនទេហ្នឹងហើយតស៊ូទម្រាំតែបានប្រពន្ធមួយមិនងាយទេហើយអញ្ចឹងដល់បានមកហើយមិនងាយលេងណោះដល់ឥឡូវកូឡាបមួយអូខេដល់កូឡាបមួយអូខេចង់បដូរក៏អូខេ no problem ឃើញទេហើយកុំថាកើតរឿងល្អមិនល្អទេមិនល្អពីដើមរកប្រពន្ធកំមុំគឺកំមុំឥឡូវនេះគេថា
បើនៅលីវគេធានាតែកំមុំគេអត់ធានាហ្នឹងដល់ទៅវាធូរពេកពីណាដូចទៅពីណាបដូរដូចខោអាវទីបំផុតយកប្រពន្ធគឺកើតតែរោគសង្ស័យដឹងមែនដូចសមុទ្រច្រៀងអញ្ចឹងមុទ្រច្រៀងថាម៉េចយីនឹកដល់យប់សំដំណេកខ្ញុំដូចជាភ័យពេកខ្លាចទៅសួយធំប្រពន្ធខ្ញុំខ្លាចមិនកំមុំងាប់ខ្ញុំហើយណាកាលណាយើងសេរីពេកសួរថាភាពទុកចិត្តរវាងគ្នានឹងគ្នាកាន់តែកើតមានឬក៏កាន់តែខ្សោយទៅការទុកចិត្តគ្នាកាន់តែខ្សោយភាពមិនទុកចិត្តគ្នាភាពសង្ស័យកាន់តែកើតឡើងពីព្រោះវាអញ្ញៃពេញសិស្សសាឡាមដឹងស្អីក៏ឡាប់ទៅមកទីបំផុតទៅកំមុំដូចតែមិនកំមុំពិបាកទេបាក់រោទេហើយជាពិសេសលោកចាំទៅរកបានកំមុំទេណាយើងមិនប្រកែរោទេណាសុកចិត្តយកម៉ាយបដ ாய் ទៅឲ្យដឹងឲ្យតម្លៃហើយចាស់ឲ្យតម្លៃហើយធัวព្រះអង្គក៏ឲ្យតម្លៃហើយប្តីត្រូវមានសិក្ខាបទយ៉ាងណាចំពោះប្រពន្ធទី1ត្រូវឲ្យសិទ្ធនាងថាជាភរិយាពេញមុខទី2មិនមើលងាយទី3មិនប្រព្រឹត្តក្បត់ចិត្តណាទី4ត្រូវឲ្យភាពជាធំក្នុងការងារផ្ទះហើយម្យ៉ាងទៀតស្អីមួយទៀតណាឲ្យគ្រឿងអលង្ការឃើញនៅក្នុងហ្នឹងភាពមើលងាយក៏ព្រះអង្គសម្ដែងហាម5មិនឲ្យក្បត់ចិត្តអីហ្នឹងមានទាំងអស់ក្នុងធัวហ្នឹងមានប្រពៃណីបុរាណហ្នឹងក៏មានឲ្យចេះថែរក្សាគ្នាប៉ុន្តែកន្លែងខ្លះវាជ្រុលបន្តិចដែរវាមិនល្អទាំងអស់ទេបើគ្រាន់ថាតែងសេចក្តីវាត្រូវតែមានសេចក្តីផ្ដើមតែស្នេហាសម័យបច្ចុប្បន្នវាអត់មានសេចក្តីផ្ដើមទេចូលតួសេចក្តីហ្មងយើងមើលទៅចម្រៀងពីដើមមុននឹងចូលនៃស្នេហាគេច្រៀងអោធម្មជាតិអើយធម្មជាតិនឹងដោះតាងដងផ្លូវឯណាណៃចូលស្នេហាតែ2 3ម៉ាត់ទេឥឡូវនេះចេញមកបងលហែកបេះដូងតាំងពីដំបូងម្លេះអញ្ចឹងវាចប់បាត់ដែរអញ្ចឹងរបស់ណាដែលវាចូលទៅដល់សាច់រឿងហើយវាទៅរត់ទៅដល់ពេលចប់ហើយបើសិនជាវាទៅតែចាប់ផ្ដើមអានឹងវានៅវែងតទៅទៀតគេនេះតែងសេចក្តីវាទៅពីរោះបែបពរនីអញ្ចឹងទៅបានសរុបសេចក្តីបញ្ចប់ឬក៏បែបពិភាក្សាវាមានលំនាំបញ្ហាចំណូលបញ្ហាចំណោទបញ្ហាតួសេចក្តីមតិសញ្ញោកមតិសរុបបញ្ចប់ឥឡូវវាចូលផ្លឹបទៅដល់តួសេចក្តីផ្លឹបកលាប់មកតងអូខេតែអូខេហើយមានតែរសាមិនបានបែកទៅដោយប៉ុន្តែស្នេហាចាស់ពីដើមតម្រុំទៅចូលដល់តួសេចក្តីនឹងសឹកក្បាលជង្គង់អស់ដោយតានោះថាអញ្ចឹងវាមានផ្ដើមសេចក្តីយូរមែនឬមែនហ្នឹងហើយវាមានផ្ដើមសេចក្តីឥឡូវនេះអត់មានផ្ដើមសេចក្តីទេញាតិញោមអត់មានផ្ដើមសេចក្តីទេមានតែសេចក្តីតួសេចក្តីហើយបញ្ចប់តួសេចក្តីហើយបញ្ចប់វាអត់មានស្អីដែលត្រូវសំណោះគ្នាសោះហាក់បីដូចជាស្នេហារបស់គេគ្រាន់តែពិសោធន៍តែប៉ុណ្ណោះវាមិនមែនជាការគិតអនាគតអីវែងឆ្ងាយទេក្មេងៗឥឡូវនេះអាត្មាមិនថាអីទេមិនដែលទៅធ្លាប់អីទេប៉ុន្តែគាត់ថាមើលទៅឃើញអញ្ចឹងណាម៉ែឪមិនដឹងទេនៅផ្ទះប៉ុន្តែគេផ្លាក់2 3ក្បាលមិនតាន់ដឹងព្រោះអាត្មាធ្លាប់ជួបក្មេងៗអាក្មេងខ្លះណាអាយុ8 9 10សង្សារវា2 3បាត់ហ្នឹងហើយបែកគ្នាតោះមាត់តែមួយពាក្យ2 ពាក្យក៏បែកគ្នាដែរវាមានស្អីជាអនុសាវម៉ៅអីពិតប្រកបណោះហើយមានបញ្ហាអីសាកសួរទេមែនទេអត់ទេមានបញ្ហាមកទុកឆ្លើយឲ្យគុំព្រះធម្មចារជាទីគោរពខ្ញុំបកណាមានសំណួរ2ចង់ឲ្យគុំបញ្យល់ដូចតទៅនេះទី1ខ្ញុំកណាលើត្រង់ថាពុទ្ធបូជាមហាដៃជោធម្មបូជាមហាបញ្ញោសង្ឃបូជាមហាធនៈត្រង់ថាបូជាពុទ្ធដៃជោដៃចាស់បូជាពធបញ្ញាបូជាប្រសង្ឃធនាខ្ញុំចង់ពុយឲ្យទុគុណเป็นមេត្តាពយល់ថាតើបូជាពធដូចយើងខ្ញុំសពថ្ងៃនៅខាងកំពង់ចាមខាងគិនបេវេនោះឧទាហរណ៍ថាបូជាពធហ្នឹងនឹងបូជាចំពោះបុគ្គលណាព្រោះពុទ្ធយើងមានប្រសង្ឃយើងមានតងតពធនេះជាអរូបនាមណា
អរូបធម៌ដែរមិនដឹងថាណាបុព្វសង្ឃវាហៅពុទ្ធយើងដឹងអាហ្នឹងទី1ទី2ខ្ញុំកណាសូមរគុណព្រះនេតាបញ្យល់ត្រង់ថាណែបញ្ចវេរាតើបញ្ចវេរានេះសូមរគុណមេត្តាបញ្យល់ខ្ញុំកូនណាហ្នឹងស្គាល់យូរហើយដល់ឃើញប្រូក្រាមបននៅវត្តហ្នឹងគឺគុណមុនមកជាអធិបតីហ្នឹងខ្ញុំកណាក៏មកហើយសូមបញ្ជាក់ដែរថារាល់យប់រាល់ថ្ងៃនេះខ្ញុំកណាស្ដាប់បទគុណទេប៉ុន្តែប្រហែលនេះផ្លេចបន្តបទគុណទៅលោកគ្រូមួយនោះយេហើយប៉ាសួរថាបញ្ចវេរានេះបើយើងប្រែមកថា2មិនចឹងគុណណាតើបញ្ចវេរា5ហ្នឹងស្អីខ្លះសូមគុណមេត្តាបញ្យល់ឲ្យបានច្បាស់ពួកខ្ញុំណាសួរនេះដោយខ្លួនឯងមិនយល់មិនមែនសួរដេញដល់ទេសូមបញ្ជាក់ហ្នឹងដោយសារល្ងាចនេះអាត្មាមិនជាប់ទៅទេណាទេញាតិញោមមានបញ្ហាសួរទៅអាត្មាដោះស្រាយឲ្យណាទី1ដែលលោកអ៊ំសួរថាពុទ្ធហើយនឹងពធពុទ្ធហើយនឹងប្រសង់អាហ្នឹងវាមានរូបអាចបូជាបានចំណែកពធអត់មានរូបអញ្ចឹងតើបូជារបៀបម៉េចនេះមានបញ្ហាកើតឡើងនៅគ្នាសម័យព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅព្រះអានន្ទសាកសួរព្រះអង្គថាបើពិតព្រះអង្គដែលចម្រើនចំពោះព្រះសម្មាសម្ពុទ្ធហើយនឹងព្រះសង្ឃនឹងខ្ញុំព្រះអង្គមិនឆ្ងល់ទេអាចបូជាដោយផ្ទាល់បានចំណែកព្រះធម៌គឺជានាមធម៌มันមានរូបដើម្បីនឹងទទួលនៅរបស់ដែលយើងបូជាតើយើងក៏បីបូជាដោយវិធីណាបានព្រះអង្គត្រាស់ថាមនាលអនន្តបើរបស់ណាដែលគេបូជាធម៌របស់នោះក៏បីបានដល់ធម្មកថាអ្នកសម្ដែងធម៌អញ្ចឹងណាព្រះអង្គសម្ដែងអញ្ចឹងថាឧទាហរណ៍ថាធម្មកថាលោកសម្ដែងធម៌គេជ្រះខ្លះគេបូជាសម្ពុតនឹងមកជាជ័យវរអីហ្នឹងតើរបស់ហ្នឹងក៏បីបានដល់នរណាព្រះអង្គថារបស់ហ្នឹងក៏បីបានដល់អ្នកសម្ដែងធម៌អញ្ចឹងណាអញ្ចឹងឯងធម្មកថាហ្នឹងអាចមានសិទ្ធិទទួលរបស់ហ្នឹងហើយម្យ៉ាងទៀតលោកអ៊ំសួរថាបញ្ចវេរាហ្នឹងស្អីបញ្ចវេរាគឺការដាច់សិល5ហ្នឹងឯងការសម្លាប់សត្វឃើញនាំឲ្យមាន2វេរាការលួចទ្រព្យគេនាំឲ្យមាន2វេរាការប្រព្រឹត្តក្នុងកាមក៏នាំឲ្យមាន2វេរាការកុហកបោកប្រាស់គេក៏នាំឲ្យមាន2វេរាការសេពគ្រឿងសង្វឹងហ្នឹងក៏នាំឲ្យមាន2វេរាដែរអញ្ចឹងបានជាធัวដែលជាហេតុនាំឲ្យកើត2ហ្នឹងហៅថាបញ្ចវេរាមិនមានអីផ្សេងទេគឺការប្រព្រឹត្តដាច់សិល5ហ្នឹងឯងការទ្រុសសិល5ហ្នឹងឯងឈ្មោះថាជាបញ្ចវេរាទាំង5ទាំងឲ្យបញ្យល់ពីវិជ្ជកិច្ឆាវិជ្ជកិច្ឆាប្រែថាសេចក្តីសង្ស័យណាហៅថាសង្សយ៉ាងរវើរវេអតិចៈទេណាអតិចៈរវើរវេបើវិជ្ជកិច្ឆាហ្នឹងគឺសេចក្តីសង្ស័យច្រឡំហ៎អូឲ្យបញ្យល់ពីអតិចៈទេរវើរវេដែលស្ដាប់ធัวអញ្ចឹងទៅដល់អាត្មានិយាយពីកំមុំកន្លោះអីចឹងមកវឹងនឹកឃើញកាលពីខ្លួនឯងនៅកំមុំពុកវាទៅជួបនៅតាណាអីចឹងទៅអាហ្នឹងឯងគេហៅថារវើរវាយមានន័យថាវាមិនតាំងនៅក្នុងអារម្មណ៍តែមួយតែដល់ពេលហ្នឹងយើងតាំងបដោតទៅរកពាក្យអាត្មានិយាយនេះប៉ុន្តែវាមិននៅហ្នឹងហើយវាចិត្តតែនេះតិចទៅនោះតិចទៅនេះតិចទៅនោះទេអាហ្នឹងហៅថាឧទ្ធិចៈនោះមានទេមិញមកនិយាយរឿងកន្លោះកំមុំបុំនឹកឃើញកាលពុកវាចូលទៅដឹងណោះមែនទេហ្នឹងអាទៅនេះបន្តិចទៅនោះបន្តិចហ្នឹងឯងឈ្មោះថាឧទ្ធិចៈវាប្រឆាំងជាមួយនឹងឯកកតាគឺជាចិត្តដែលតាំងនៅក្នុងអារម្មណ៍តែមួយដល់ទៅវាមិននៅក្នុងអារម្មណ៍តែមួយវាងាកទៅនេះបន្តិចងាកទៅនោះបន្តិចអាហ្នឹងឯងគឺឧទ្ធិចៈអស់ហើយគោរពសម្ដេចម្ចាស់គ្រូជាទីគោរពខ្ញុំកណាមានចម្ងល់ដូចជាបងប្អូនពុកម៉ែឧបាសកឧបាសិកាទាំងអស់គ្នាខ្ញុំកណាសារឃើញប្របត្តិដែលមានរូបពុទ្ធដាក់លើជើងស្ដាំដាក់លើដៃស្ដាំជើងឆ្វេងដាក់លើជើងឆ្វេង
តើនេះមានអត្ថន័យយ៉ាងណាសូមសម្ដេចម្ចាស់គ្រូមេត្តាប្រពទានគណៈអត់តន់ឡើងសម្ដេចទេនៅពេលដែលព្រះអង្គដាក់ប្របាទស្ដាំលើប្របាទឆ្វេងហើយប្រហោះស្ដាំលើប្រហោះឆ្វេងហ្នឹងគឺព្រះអង្គគង់សមាធិអញ្ចឹងណាហើយបើសិនព្រះអង្គគង់ដាក់ប្រហោះអញ្ចឹងមួយហើយទម្លាក់ប្រហោះអញ្ចេះមួយអាហ្នឹងគឺពេលព្រះអង្គផ្ចាញ់មាណាហើយបើព្រះអង្គធ្វើប្រហោះអញ្ចេះគឺពេលសម្ដែងពធហើយបើលើកប្រហោះពីរអញ្ចេះឃើញក្នុងគំនូរហ្នឹងព្រះអង្គសម្ដែងធម្មចក្រសួរតែមួយឆ្លើយពី3ហ្នឹងមានអីទេដែរចឹងខ្ញុំកណាសូមនមស្ការចាស់គ្រូជាទីគោរពសក្ការៈខ្ញុំកណាសូមមានចម្ងល់ចង់សួរលោកម្ចាស់គ្រូអំពីនៅប្រទេសកម្ពុជាយើងគឺជាប្រទេសដែលរាប់អាននៅពុទ្ធសាសនាអញ្ចឹងកុលបុត្រកុលធីតារបស់ប្រទេសខ្មែរយើងដល់ទៅកើតព្រិចមកឈ្មោះថាកាន់នៅពុទ្ធសាសនាហើយក៏ប៉ុន្តែភាគច្រើនអ្នកដែលចូលកាន់ពុទ្ធសាសនានោះគេច្រើនតែមានទស្សនៈថាពុទ្ធសាសនាហ្នឹងផ្សារភ្ជាប់ទៅលើខ្លាំងពូកែគុំអ៊ុំអាមអីជាដើមអញ្ចឹងខ្ញុំកណាចង់ឲ្យចាស់គ្រូជួយបញ្យល់ថាគោលដៅទិសដៅនិងខ្លឹមនៃពុទ្ធសាសនាដែលយើងអាចនិយាយបានថាយើងជាអ្នកស្រឡាញ់រាប់អានពុទ្ធសាសនានោះតែយើងគូសិក្សានៅទ្រឹស្ដីនៃពុទ្ធដីកាហ្នឹងត្រង់កន្លែងណាមួយដែលជាខ្លឹមដ៏សំខាន់ហើយមួយផ្នែកទៀតតើដែលយើងកាន់នៅពុទ្ធសាសនាឬក៏យើងឈានជើងចូលមកវត្តនេះតើទិសដៅរបស់យើងនឹងយើងត្រូវស្វែងរកអ្វីដើម្បីត្រឡប់ទៅផ្ទះឬដើម្បីជំរះនៅការតានតឹងដូចថាយើងនៅផ្ទះយើងតានតឹងនៅពីក្មេងដល់ពេលហើយចង់ចូលវត្តដល់ពេលចូលវត្តទៅកើតរឿងច្បុកច្បល់ទៀតកាន់តែមិនកើតនៅការរីករាយចិត្តក៏បន្ទោសថាពុទ្ធសាសនានេះមិនបានដឹកនាំមនុស្សនឹងឲ្យមានសេចក្តីសុខចិត្តសុខកាយអីទេដូច្នេះខ្ញុំកណាមានចម្ងល់កន្លែងនឹងមួយចង់ឲ្យលោកចាស់គ្រូជួយថាខ្លឹមនៃពុទ្ធសាសនានឹងត្រង់ណាដែលជាការចង់បានរបស់ព្រះសម្មាសម្ពុទ្ធនោះហើយមួយសំណួរទៀតខ្ញុំកណាឆ្ងល់អំពីសេសៈសក់របស់ព្រះសម្មាសម្ពុទ្ធហេតុអីបានជាព្រះអង្គឃើញតាមគំនូរបានជាព្រះអង្គអត់កោឲ្យបួងតែមានអត្ថន័យឬសេចក្តីយ៉ាងណាសូមលោកចាស់គ្រូសូមថ្វាយគុំប៉ុន្តែរឿងចូលមកវត្តអារាមហើយក្នុងភាពជាអ្នកកាន់ពុទ្ធសាសនាត្រូវសិក្សាយ៉ាងណានោះអានឹងផ្ទាល់តែបញ្យល់ច្រើនប៉ុន្តែគ្រាន់ថាឲ្យញាតិញោមយល់ថាតើពាក្យថាកាន់ពុទ្ធសាសនាកាន់អីណាកាន់អីកាន់សភៅឬក៏កាន់វត្តឬក៏កាន់ពហិយកាន់សាលាកាន់លោកចាប់លោកណាអញ្ចឹងពាក្យថាកាន់វាជំនួសពាក្យថាគោរពទេអ្វីដែលជាឱវាទរបស់ព្រះពុទ្ធនឹងឯងទៅជាព្រះពុទ្ធសាសនាអញ្ចឹងមិនសំខាន់ថាស្អីមួយប្រកបទេអ្វីមួយក៏ដោយឲ្យតែជាឱវាទរបស់ព្រះពុទ្ធណាឲ្យបានឱវាទមកព្រះពុទ្ធយ៉ាងហោចណាស់មួយបាតមួយគាថាឬក៏មួយចំណុចណាមួយដែលព្រះអង្គសម្ដែងហ្នឹងឲ្យយើងចេះមួយចំណុចពីព្រោះពេលដែលព្រះអង្គសម្ដែងពធប្រោសពុទ្ធបរិស័ទព្រះអង្គអត់យកធម៌ដូចគ្នាយកទៅសម្ដែងទេធម៌ខុសគ្នាប៉ុន្តែគ្រាន់តែសរុបចុងក្រោយគឺអរិយមគ្គអង្គ8ប្រការទៅកាន់ទីមលត់ទុកសរុបមកគឺសិលសមាធិបញ្ញាប៉ុន្តែពុទ្ធបរិស័ទសម័យព្រះដែលចូលទៅរកព្រះហ្នឹងជួនកាលព្រះអង្គសម្ដែងបកាថាពីចិត្តចឹងទៅជួនកាលសម្ដែងពីធ្វើទានចឹងទៅជួនកាលសម្ដែងពីការអប់រំផ្លូវចិត្តចឹងទៅប៉ុន្តែមួយណាក៏ដោយឲ្យតែច្បាស់ឲ្យតែប្រកបជាឱវាទរបស់ព្រះពុទ្ធអាហ្នឹងឲ្យឈ្មោះថាកាន់ធัวកាន់ពុទ្ធសាសនាតែព្រោះគ្រប់គាថាទាំងអស់ប្រសិនបើយើងយល់សុទ្ធតែនាំមកនៅសេចក្តីសុខផ្លូវចិត្តបានទាំងអស់ណាប៉ុន្តែគ្រាន់ថាតាំងពីយើងកាន់មកសួរថាយើងបានច្បាស់រឿងអីហើយ
ចឹងកាន់ពុទ្ធសាសនាពាក្យថាចូលកាន់ពុទ្ធសាសនាមិនមែនចូលវត្តទេមិនមែនចូលកុដិមិនមែនចូលវិហារទេគឺចូលឲ្យដល់នៅសិលសមាធិបញ្ញាចូលទៅដល់នៅទានសិលសមាធិទានសិលភាវនាណាអញ្ចឹងយើងត្រូវយល់អត្ថន័យហ្នឹងប្រសិនបើថាចូលកាន់ពុទ្ធសាសនាគ្រាន់តែមួយវត្តគោក៏មកបានគោមកបានទេវត្តបជាវជ្រូកមន់ឆ្កែនៅមួយលោកប៉ុន្តែមិនមែនទេអញ្ចឹងការកាន់ពុទ្ធសាសនាគឺកាន់ធัวអ្វីដែលជាធัวរបស់ព្រះអង្គណាសិក្សាឲ្យយល់ប៉ុន្តែហេតុអីបានជាញាតិញោមចិត្តតែចង់មកពឹងឲ្យជួយអញ្ចឹងជួយចុះមកពីមិនតន់យល់អញ្ចឹងណាចង់បន្ទោសញាតិញោមក៏មិនដឹងបន្ទោសមិនមកពីមិនដឹងតែដឹងឈប់ចង់ពឹងណាញាតិញោមដែលលឺគ្រូបកែដែរដែលលឺដែរហើយគ្រូបកែនឹងងាប់ដែរណាគ្រូបកែនឹងងាប់ដែរអាយុខ្លីជាងអាត្មាប៉ុណ្ណឹងគ្រូខ្លះឲ្យតែគេខ្លាយគ្រូបកែតាំងស៊ីស្លាមលូខ្លាំងយូរទៅក៏អាស្អីកបោក្នុងពវៀនងាប់ថឹកហ្នឹងហើយមានតាម្នាក់នឹងគាត់បកែធ្វើខ្សែកថានៅពេលដែលគាត់ឈឺចិត្តស្លាប់ពេទ្យគេថាមិនធាទេស្រាប់តែអ្នកផ្សារនឹងទិញអាកថាទៅ1គីឡូម្នាក់ទៅឲ្យគាត់ធ្វើហើយមិនមកចិត្តតែឆ្ងល់ថាមិនបើដឹងតែគាត់ចិត្តងាប់ទៅហើយនេះធ្វើមិនឲ្យគាត់ធ្វើបកែឲ្យយើងហីបើមិនឲ្យគាត់ធ្វើពេលហ្នឹងគាត់ហួសពេលមានអីធ្វើកាត់មិនបានគិតថាសូម្បីគាត់អ្នកធ្វើហ្នឹងគាត់ស្លាប់ទៅហើយណោះប៉ុន្តែបន្ទោសមិនបើគាត់មិនដឹងអញ្ចឹងបានជាខំសបផ្សាយធម៌អានឹងស្ដាប់ឲ្យយល់ទៅសំខាន់គឺយល់មនុស្សយើងដល់ទៅយល់ខ្លួនឯងមើលដូចជាចូលតែបាលមាននប់និងខតិកាស្មូនឆ្នាំងដំឡូងឡើយខតិកាស្មូនឆ្នាំងនាំចូលតែបាលមាននប់នឹងទៅស្ដាប់ធម៌របស់ព្រះអង្គមិនទៅសំបីតទាញជ័យវុធចាប់ទាញសក់យ៉ាងម៉េចក៏មិនទៅដែរទីបំផុតចូលទៅបាលខតិកាស្មូនឆ្នាំងនឹងបានបង្ខំឲ្យចូលទៅបាលមាននប់ដែលមិនជ្រះថ្លាស្ដាប់ពធនឹងចូលទៅជួបព្រះសម្មាសម្ពុទ្ធកស្សបៈបន្ទាប់ពីស្ដាប់ធัวយល់មិនមែនជ្រះថ្លាធម្មតាទេខតិកាស្មូនឆ្នាំងជាសម្លាញ់ដែលជ្រះថ្លាយូរហើយមិនអាចបួសបានជាព្រះអនាគាទៀតចូលទៅបាលមាននប់គ្រាន់តែស្ដាប់ធัวយល់ចូលចិត្តហើយក៏ប្រាប់សម្លាញ់ថាសម្លាញ់តើអ្នកគិតយ៉ាងណាដែរបន្ទាប់ពីស្ដាប់ធัวព្រះអង្គហើយគ្នាមិនគិតយ៉ាងម៉េចគ្រាន់តែជ្រះថ្លាចំណែកគ្នាវិញគឺត្រូវតែបួសណាអានឹងមកពីអីញាតិញោមមកពីយល់បើមិនយល់ជ្រះថ្លាទេណាសំខាន់គឺយកអវាទរបស់ពុទ្ធនឹងឲ្យគេយល់មិនមែនយកមកសូត្រទេសូត្រគ្រាន់តែជាការសម្ដែងធัวស្រោះគ្នាតែប៉ុណ្ណោះប៉ិនសំខាន់មិនមែនរឿងសូត្រទេប៉ុន្តែយើងឲ្យតែថាធัวគឺបកែឧទាហរណ៍ដូចជាមង្គលសូត្រទៅនៅក្នុងការបន់ឆ្លងបន់អីលោកសូត្រអសេវនាជាពាលានឹងបណ្ឌិតានញ្ញសេវនាពោជាចពោជនេយានឹងអេតាមង្គលមុតមង្គគេហើយប្រែថាម៉េចការមិនសែបគប់បុគ្គលពាលត្រូវសែបគប់បណ្ឌិតបូជាបុគ្គលដែលគួរបូជាគាថាសំខាន់ក្រោយទៀតមេត្តាបិតឧបដ្ឋានបតតិរសៈសង្កហោណាកិរិយាបម្រើមេត្តាបិតាកិរិយាបម្រើសង្គ្រោះដល់បុត្រនិងភរិយាការងារមិនច្បោកច្បល់ជាដើមនាំមកនៅមង្គលដល់ឧត្តមដូច្នេះធម៌ទាំងអស់របស់ពុទ្ធនោះសុទ្ធតែណែនាំនៅអំពើរបស់យើងធ្វើដោយសុចរិតធ្វើដោយល្អដោយការយល់ដឹងនាំមកនៅមង្គលសិរីសួស្ដីប៉ុន្តែយើងមិនព្រមយល់នៃហ្នឹងទេចាប់បើលោកបំបាច់ផ្កាមលោកស្រោចទឹកអត់សบายចិត្តណាដូច្នេះពាក្យនេះមិនអាចនិយាយបន្តិចបន្តួចបានទេសំខាន់គឺយើងព្យាយាមស្ដាប់ទៅហើយសំណួរមួយទៀតដែលកណ្ណាសាកសួរថាតើហេតុអីបានជាបកេសៈនេះសក់របស់ព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គមិនកោហើយស្រាប់តែបួងដោយសក់ស្រីទៅវិញធេតុពិតគឺព្រះអង្គកាត់នឹងនៅប្រវែង2ថ្នប់ទៅបកេសារបស់ព្រះអង្គណាមិនជាងគំនូដែលគូបួងអញ្ចឹងខុសហើយមិនត្រូវទេនៅពេលដែលព្រះអង្គបួសហ្នឹងព្រះអង្គកាត់ប្រវែង2ថ្នប់ហ្នឹងសល់2ថ្នប់ហើយ2ថ្នប់ហ្នឹងវិលជាតក្កណាវត្តទៀតវិលជាតក្កណាវត្តរៀបនៅសីស័កហ្នឹងមើលទៅដូចតែកោដែរមិនវែងទេ
bởi dưỡng tục pi thọp dưỡng bạc cả nhang chứ té và cây xa bao vợ nó sợ bao vợ nơi pe để cắt tục tại pi thọp và vài chẳng hái về vul riệp chỉ môi nâng xây xạ bao vợ nâng nè phần tay đó nẹo cú trong ai vợ sờ về tới có đã sợ nâng đôi neri mơ tôi sẽ điên từ sray từ bên từ nâng từ chỉ buông từ chỉ ấy từ bên từ nè tam pít ăn miên sọ buông ấy nè vợ ăn miên sọ buông ấy nèผมถวายบង្គំចាស់គ្រូខ្ញុំកណាសូមឆ្ងល់នៅអង្គសិក្ខាបទឧបោសថនឹងប្រពន្ធទ្រង់ឲ្យយើងរសាថ្ងៃនេះនិងយប់នេះឲ្យបរិបូរចុះរួចពីថ្ងៃនេះនិងយប់នេះតើសិក្ខាបទណាវិញដែលប្រព្រឹត្តធម្មតានោះឧទាហរណ៍ដូចជាវិកាលហូបបាយឡើងវិញណាចគីហើយដូចជាណាចគីខ្ញុំកណាឆ្ងល់ថងថាណាចគីរំច្រៀងតើអាចត្រឡប់ដូចវិកាលឬក៏ដូចឧច្ចារដែរទេបើយើងជាឧបាសកយើងទៅរំនឹងច្រៀងតើវាត្រូវឬមិនត្រូវហើយបើមិនត្រូវហេតុអីក៏វិកាលអាចត្រឡប់មកវិញបានឧច្ចារត្រឡប់មកវិញបានអ5ត្រឡប់មកវិញបានហេតុអីក៏មិនត្រូវតែណាចគីនឹងសូមឲ្យគុំចាស់គ្រូបកស្រាយណាសាធុតាមពិតទៅរឿងដែលព្រះសម្មាសម្ពុទ្ធបញ្ញត្តិអំពីអាគារិយវិន័យគឺវិន័យសម្រាប់ក្រហោះណាពីព្រោះក្រហោះនឹងវាមានគ្រប់តំណែងគ្រប់ឋានៈតាំងពីរាជរហូតដល់មន្ត្រីដល់ព្រះរាជាណាដោយសារអីដោយសារនៅក្នុងជីវភាពជាក្រហោះនឹងការលះបង់ទាំងស្រុងនឹងវាតឹងប្រសិនបើដោយឧបោសថសិលនឹងឲ្យលះទាំងអស់ចាំតែមានអ្នកភាសាតើដោយអព្រាមអីឲ្យតមដោយលោករហូតចប់បាត់ហើយដាច់ពូជអស់នឹងតមបានទេណាអញ្ចឹងត្រូវមានគ្រាន់តែរៀនលះរៀនវឹកហាត់ពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងទៅមានពេលមានវេលាតាមពិតរបស់ទាំងអស់នឹងបើគិតដោយធម្មជាតិគួរទៅតមតែរហូតនោះក៏ប៉ុន្តែដើម្បីសម្រួលដល់ការរស់នៅរបស់ក្រហោះអញ្ចឹងព្រះអង្គគ្រាន់តែឲ្យរៀនលះរហូតមិនបានឲ្យរៀនលះដោយថ្ងៃដូចជាសម័យព្រះអង្គអីព្រះរាជាក៏រក្សាឧបោសថដែរអញ្ចឹងព្រះរាជាវាត្រូវមានរបាំវាត្រូវមានអីប៉ុន្តែប្រសិនបើចោលទាំងអស់ប្រពៃណីវប្បធម៌វាត្រូវបាត់អស់ឃើញទេណាអញ្ចឹងវាត្រូវមានអ្នករំថ្វាយវាត្រូវមានអ្នកស្អីប៉ុន្តែតមថ្ងៃណាអញ្ចឹងទៅណាតែប្រសិនបើយើងរក្សាថ្ងៃនឹងយប់នឹងមែនប៉ុន្តែបើយើងលះអានឹងទៅរហូតក៏បានអត់តោះខុសអីទេហ្នឹងអត់តោះខុសអីទេប៉ុន្តែដោយសារព្រះអង្គឃើញព្រះអង្គមានកំហើញថាមិនអាចធ្វើឲ្យសត្វលោកនឹងតមរហូតទៅបានប្រសិនបើវាមានវិន័យថាឲ្យតមរហូតបានអានឹងពិតជាមិនមានអ្នករក្សាទេឧបោសថហ្នឹងណាអញ្ចឹងបើមានថ្ងៃមានអីគឺដើម្បីឲ្យរៀនលះរៀនអត់រៀនសង្កត់មួយថ្ងៃអញ្ចឹងដើម្បីឲ្យបរិស័ទនឹងដឹងពីគុណធម៌អ្នកបួសផងណាពីព្រោះអ្នកខ្លះនឹងរស់នៅសូម្បីតែត្រឹមឧបោសថមួយថ្ងៃរសារអត់បានទេឃើញទេយើងឃើញថាដូចជាធូរប៉ុនអត់ទេណាអត់មានសទ្ធាអត់ធូរទេណាអត់ធូរទេអញ្ចឹងប្រសិនបើអ្នកនឹងចេះពិចារណាថាអញមួយថ្ងៃរសារអត់បានចុះលោកមួយជីវិតណោះណាហ្នឹងក៏អាចមកយល់អំពីអ្វីដែលលោកលះបង់បានឲ្យកុហកហ្នឹងចេះជ្រះថ្លាជាមួយសិលរបស់ព្រះសង្ឃផងក៏ដោយសារឧបោសថហ្នឹងដែរណាអញ្ចឹងប៉ុណ្ណឹងទៅណាGacchami